ផ្នែកណាមួយក៏ដោយនៃអត្តចរិតរបស់ដូចដែលទូទស្សនិកជនអាចជ្រើសរើសបានថាជឿឬក៏មិនជឿដែលថាវត្តបដិសេរីរបស់ដូចគឺមិនមែនជាការคล้ายៗទេតែជនជាប់ចោតបានចាប់យកឱកាសមួយដើម្បីសម្ដែងនៅការសុំខមាទោសជាសាធារណៈចំពោះទង្វើខុសឆ្គងរបស់គាត់ដោយដែលយើងបានឃើញនៅអ្វីដែលបានកើតឡើងកាលពីសប្តាហ៍មុនជាឧទាហរណ៍នៅពេលដែលដូចចំណាំបាននៅកូនស្រីរបស់ជនរងគ្រោះគុកទួលស្លែងម្នាក់ដែលបានអង្គុយនៅក្នុងសាលសាវនាការនៅចង់មិនចាំនេះខ្ញុំសូមអនុញ្ញាតលោកប្រធាននិយាយឲ្យចំបញ្ហាមួយគឺបញ្ហាលោកគ្រូភីងតុនជាអ្នកបងហើយនិងអ្នកស្រីសន្តិរីជាបុត្រីលោកនៅទីនេះបើសិនលោកប្រធានអនុញ្ញាតខ្ញុំសូមនិយាយបញ្ហានេះគឺមុននឹងធ្វើបិទនោះគឺយើងនឹងផ្ដល់ឱកាសជូនលោកដើម្បីឲ្យលោកនិយាយសម្ដីចុងក្រោយទៅកាន់ជនរងគ្រោះគ្រួសារជនរងគ្រោះប្រជាជនកម្ពុជាក៏ដូចជាមនុស្សជាតិនៅលើពិភពលោកមុននឹងតុលាការបិទការដេញដោលឈានដល់ពិចារណាសម្រាប់សេចក្តីអញ្ចឹងគឺពេលនេះយើងមិនបន្តការអនុញ្ញាតឲ្យលោកធ្វើកិច្ចការនេះទេពេលក្រោយបន្តិចកាលពីសប្តាហ៍មុនសំណួរបានត្រូវបង្វែរទៅលើករណីគុកខ្មែរក្រហមមួយទៀតហៅថាមន្ទីរស24ដែលគេស្គាល់ថាគឺជាគុកព្រៃសរស្ថិតនៅទីក្រុងភ្នំពេញដូចទទួលស្គាល់ថាព្រៃសរពិតជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំមែននៅទីនោះអ្នកទោសតូចតាចត្រូវបានគេរក្សាទុកនិងបង្ខំឲ្យធ្វើការដែលជាទូទៅការងារទាំងនោះរួមមានការងារបង្កបង្កើនផលស្រូវមុននឹងបញ្ជូនទៅកាន់គុកទួលស្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងតែមួយរបស់ដូចឬក៏ត្រូវបញ្ជូនដោយផ្ទាល់ទៅសម្រាប់ចោលនៅជិតតំបន់វាលពិឃាតជើងឯកចំនួនអ្នកទោសដែលត្រូវបានបញ្ជូនទៅមន្ទីរស24មិនត្រូវបានដឹងតួលេខច្បាស់នោះទេប៉ុន្តែគេប៉ាន់ប្រមាណថាយ៉ាងហោចណាស់ក៏រាប់រយនាក់ដែរជាឧទាហរណ៍ដូចបានបញ្ជាក់ថាកុមារចំនួន160នាក់ត្រូវបានគេសម្លាប់ក្នុងមួយថ្ងៃនៅក្នុងឆ្នាំ1977នៅក្នុងសាលសាវនាការដូចបានទទួលស្គាល់នៅទំនួលខុសត្រូវរបស់ខ្លួនចំពោះការស្លាប់របស់ពួកគេមែនប៉ុន្តែនេះគឺពិតជាអ្វីដែលជាធម្មជាតិនៃការគ្រប់គ្រងរបស់ដូចនៅមន្ទីរស24ហើយតាមពិតតើដូចមានអំណាចនៅក្នុងការបញ្ឈប់ការសម្លាប់ទាំងនេះដែរឬទេនេះគឺជាអ្វីដែលដូចត្រូវបានចោទសួរឡើងទៅលើបញ្ហានេះស24នេះវាជាផ្នែកមួយនៃស21បេះមិនដាច់ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្ញុំការសួរចម្លើយនៅឯនោះគឺអាចមានក៏ប៉ុន្តែมันមានការចាប់តាំងហើយมันមានការបញ្ជូនឯកសារមកឲ្យខ្ញុំទៅសេចាហើយរាយការណ៍ទៅលើទេតើអ្នកណាជាអ្នកសម្រេចបញ្ជូនមនុស្សពីអង្គភាពផ្សេងឲ្យមកស្ថិតនៅក្នុងមន្ទីរអប់រំរត់ដំខ្លួនសាថ្មីព្រៃសរនេះបើតាមការពិនិត្យពិច័យឥឡូវដែលខ្ញុំបានឃើញឯកសារកាន់តែច្រើនពិចារណាបានកាន់តែយូរខ្ញុំគិតថាអ្នកដែលសម្រេចបញ្ហានេះគឺប្រធានអង្គភាពគេស្នើទៅលើតលខាងលើសម្រេចបានគេបញ្ជូនមកដូច្នេះតលអចិន្ត្រៃយ៍តលខាងលើឲ្យសម្រេចហើយចំណែកស24ដាក់មិនទាន់បានដោះលែងនរណាម្នាក់ក្រៅអំពីពួក30នាក់ដែលមេឲ្យយកមកអប់រំតាមមួយខែនោះទេក្រៅពីនោះអត់មានដោះលែងនរណាសោះមានតែយកមកភ្នំពេញហើយនឹងយកទៅជើងឯកយុទ្ធជនដែលមានបញ្ហាស្ទើរតែគេចាប់យកទៅដាក់ឃុំឃាំងសួរចម្លើយដែលមានទរណកម្មហើយកំទេចឧក្រិដ្ឋកម្មមួយដែលប្រឆាំងទៅនឹងដូចត្រូវបានគេហៅថាពាក្យបញ្ជាឬក៏ទំនួលខុសត្រូវខ្ពស់នេះគឺមានន័យថាជនជាប់ចោទអាចនឹងត្រូវមានកំហុសនៅក្នុងឧក្រិដ្ឋកម្មដែលគាត់បានទទួលស្គាល់ថាបានប្រព្រឹត្តឡើងដោយអ្នកនៅក្រោមបង្គាប់របស់គាត់នៅពេលដែលគាត់មិនអាចទប់ស្កាត់នៅឧក្រិដ្ឋកម្មឬក៏មិនបានដាក់ទណ្ឌកម្មទៅដល់កម្មាភិបាលតូចតាចរបស់គាត់ដែលបានប្រព្រឹត្តខុសចា៎លោកមេធាវីតើវាមានសារៈសំខាន់អ្វីដែលប្រជាញ្ញាព្យាយាមបញ្ជាក់ថាមន្ទីរស24នៅក្រោមការគ្រប់គ្រងទាំងស្រុងរបស់ដូចចា៎នៅក្នុងស24នេះគេឃើញថាมันសូវជាមានការសម្លាប់ដាច់ខាតដូចនៅស21នោះទេហើយដូច្នេះប្រញ្ញាប្រហែលជាគិតថាប្រសិនបើមានមនុស្សដែលនៅស24អាចរស់មានជីវិតឬក៏អាចត្រូវសម្លាប់ទេគេអាចនឹងបង្ហាញឃើញថាដូចជាអ្នកទទួលខុសត្រូវខ្ពស់បំផុតព្រោះដូចអាចឲ្យគេស្លាប់ក៏បានអាចឲ្យគេរស់ក៏បាននេះជាចំណុចសំខាន់ដែលប្រញ្ញាគេកំពុងចង់បង្ហាញចា៎ចំណុចមួយទៀតដែរតើការទទួលស្គាល់ការពិតរបស់ដូចចំពោះមន្ទីរស24ហ្នឹងតើវាអាចប៉ះពាល់នៅអ្វីដែលគាត់ធ្លាប់អះអាងពីមុនថាគាត់នឹងធ្វើតាមតែបញ្ជារបស់គេទេចា៎ប្រសិនបើព្រះរាជអាជ្ញាអាចបង្ហាញឲ្យឃើញថាអ្នកដែលនៅជាប់គុកនៅស24អាចមានជីវិតនៅឡើយឬក៏អាចទៅរួចជីវិតដូចជាមានសម្ដីខ្លះចង់និយាយថាបើសិនបើអ្នកនោះកែខ្លួនអាចមិនស្លាប់ទេអាចរស់នៅសម្រាប់ធ្វើការងារអីផ្សេងបើសិនជាក្នុងករណីបែបហ្នឹងអាចមានន័យថាដូចអាចសម្រេចឲ្យនរណាម្នាក់រស់ជីវិតបានដែរបើក្នុងករណីបែបនេះដូចអាចត្រូវខ្លាយទៅជាអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតមិនមែនអង្គុយតែធ្វើតាមបញ្ជារបស់គេនោះទេ
អញ្ចឹងវាមានការប៉ះពាល់ខ្លាំងទៅការអាងពីមុនរបស់គាត់ចា បាទប្រសិនបើជាក្នុងករណីបែបនេះអាចនឹងធ្វើឲ្យអ្វីដែលគាត់អះអាងនៅស21នោះដែលតែគាត់ថាធ្វើតាមវិជាសុទ្ធសាធនោះគាត់ថាមានការប៉ះពាល់ហើយគាត់អាចគឺរឿងក្តីដែលគាត់ការពារនោះអាចនឹងត្រូវបរាជ័យ សូមអរគុណលោកមេធាវីសុកសំអឿនប្រធានអង្គការក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា នៅពេលជិតបិទបញ្ចប់សវនាការកាលពីសប្តាហ៍មុនមេធាវីដែលមិនដឹងរដ្ឋប្រវេណីបានចោទសួរដូចពីអ្វីដែលដូចបានធ្វើឡើងនៅក្នុងរបបខ្មែរក្រហមដើម្បីអាចរស់រានមានជីវិតសម្រាប់រយៈពេលវែងមួយ ហើយនិយាយដោយឡែកចំពោះគ្រួសារខ្ញុំទៀតអស់ខ្ញុំមួយជីដូនខ្ញុំក៏ត្រូវគេចាប់ឪពុកម្ដាយខ្ញុំក៏ត្រូវគេចាប់ប្អូនខ្ញុំប្អូនស្រីទាំង4នាក់ក៏ពិតជាត្រូវគេចាប់ដូច្នេះវាអស់ទាំងអស់ដូច្នេះឃើញគេវាផ្សេងកូនរបស់ខ្ញុំជឿថាវាមានជីវិតរស់នៅក៏អាស្រ័យដោយសារខ្ញុំមានជីវិតរស់នៅដែរបើខ្ញុំត្រូវបាក់សម្រាប់ចាប់គឺត្រូវចាប់ទាំងប្រពន្ធកូនរបស់ខ្ញុំក៏ត្រូវស្លាប់ឯចំណែកខ្លួនឯងមានកូនត្រូវគិតថាបើចង់ឲ្យកូននឹងរស់តទៅទៀតត្រូវខ្លួនឯងរស់នេះជាទស្សនវិជ្ជានៃចិត្តអារម្មណ៍នៅពេលនោះ សប្តាហ៍ទី 9 នៃកម្មវិធីជំនុំជម្រះក្តីដូចរបស់យើងខ្ញុំសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះនេះគឺជាកម្មវិធីទូរទស្សន៍តែមួយគត់ដែលសង្ខេបនឹងវិភាគជូនលោកអ្នកនៅដំណើរការនៃសាលាក្តីខ្មែរក្រហមនៅឯអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា យើងនឹងវិលត្រឡប់មកជួបអស់លោកអ្នកវិញជាមួយនឹងកម្មវិធីសវនាការជំនុំជម្រះក្តីដូចសម្រាប់សប្តាហ៍ទី 10 ដោយនាំមកនៅចំណុចសំខាន់ៗនៃសវនាការនៅថ្ងៃច័ន្ទទី 6 ខែកក្កដាខាងមុខនៅវេលាម៉ោងដដែលគឺម៉ោង 1:15 នាទីរសៀលតាមរយៈកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ទន្ទឹមនឹងនេះលោកអ្នកអាចទស្សនាឡើងវិញនៅកម្មវិធីនេះនៅថ្ងៃស្អែកនៅវេលាម៉ោង 4 រសៀលតាមរយៈកញ្ចក់ទូរទស្សន៍ CTN នាងខ្ញុំអ៊ុនចាន់សោភា ហើយខ្ញុំបាទនេតវក្ត្រាសូមអរគុណចំពោះការតាមដានទស្សនារបស់អស់លោកអ្នកនៅដំណើរការសវនាការជំនុំជម្រះក្តីដូច សូមជម្រាបលា